បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនអរគ្នាដែលតែងតែស្រឡាញ់និងចូលចិត្តបាទជួយគាំទ្រមកដល់ Channel YouTube របស់ខ្ញុំបាទនៅក្នុង clip វីដេអូចំណេះដឹងថ្មីនេះដែរខ្ញុំសូមធ្វើការបង្ហាញបងប្អូននឹងពីរបៀបប្រើប្រាស់កម្មវិធី Google Translate សម្រាប់បកប្រែភាសាផ្សេងៗដែលយើងអត់ចេះហើយខ្ញុំសូមធ្វើការបបាយកាមេរ៉ាដើម្បីបង្ហាញបងប្អូនពីរបៀបប្រើប្រាស់កម្មវិធី Google Translate នៅលើស័ព្ទដៃតែម្ដងបាទជាដំបូងបងប្អូនធ្វើការដំឡើងកម្មវិធី Google Translate នេះមកសិនមកណាបាទបងប្អូនចូលមកកម្មវិធី Play Store បាទរួចហើយបងប្អូនបាទរកខាងក្រោមបាទខាងក្រោមផុតខាងស្នាមដៃបងប្អូននឹងឃើញកែវយិត្តបាទភាសាខ្មែរគេដាក់ថាស្វែងរករួចចុចមកពេលបងប្អូនចុចពីថាស្វែងរកហើយបងប្អូនសម្លឹងមើលខាងលើម្ដងណាឃើញកែវយិត្តគេដាក់ថាស្វែងរកកម្មវិធីនឹងហ្គេមបាទចុចមករួចហើយបងប្អូនទៅសេមកណាបាទ Translate បងប្អូន Translate បាទអញ្ចឹងបងប្អូនសរសេរឲ្យចប់អញ្ចឹងមកណាបាទរួចហើយបងប្អូនអាចបានមានជំរើសពីរបងប្អូនចុចពីលើឈ្មោះ Translate នឹងក៏បាននៅខាងក្រោមហ្នឹងណាបងប្អូនចុចកែវយិត្តនេះក៏បានបាទអញ្ចឹងខ្ញុំសូមចុចកែវយិត្តចុះបាទពេលបងប្អូនចុចបាទកម្មវិធី Translate បងប្អូននឹងឃើញបាទកម្មវិធីជាច្រើនណាស់បាទអញ្ចឹងកម្មវិធី Google Translate មានច្រើនបងប្អូនបាទអញ្ចឹងខ្ញុំ recommend បងប្អូនបាទយកកម្មវិធីខាងលើនេះបាទដែលមានឈ្មោះថា Google Translate ហើយនៅខាងក្រោមនេះបងប្អូននឹងឃើញ Google LLC បាទរួចចុចបន្តុកមកបាទរួចហើយបងប្អូនចុចដំឡើងរួចហើយបាទឥឡូវនេះតាមរយៈបណ្ដាមួយណាចុច OK មកណាបាទគេថាអាចឥតគិតថ្លៃបាទលើការប្រើប្រាស់ទិន្នន័យបាទចុចមកយកព្រមហើយសម្រាប់បងប្អូនបាទត្រូវតែធ្វើការសេរីកម្មវិធីទូរស័ព្ទហ្នឹងឲ្យឡើងជាទម្រង់ភាសាខ្មែរទើបស្គាល់ណាបាទនេះជាភាសាខ្មែរបែបនេះបាទកម្មវិធីនៅលើទូរស័ព្ទហ្នឹងណាបាទអញ្ចឹងបងប្អូនធ្វើការផ្លាស់ប្ដូរមកបើសិនជាបងប្អូនជាប់ជាទម្រង់ភាសាអង់គ្លេសបងប្អូនធ្វើការផ្លាស់ប្ដូរមកណាបាទឲ្យឡើងជាទម្រង់ភាសាខ្មែរទើបស្គាល់ណាបាទហើយលើក្រោយទៀតបាទជាប់ជាទម្រង់ភាសាអីក៏នៅតែស្គាល់ជាភាសាខ្មែរដែរប៉ុន្តែបាទសំខាន់តែដំបូងទេណាបាទអញ្ចឹងខ្ញុំធ្វើការចូលមកមើលតើពេញហើយនៅបាទបងប្អូនពេញហើយ 100% ហើយអញ្ចឹងរងចាំមេរៀនចូលទៅក្នុងកម្មវិធីបាទនេះពេញហើយបងប្អូននឹងឃើញពាក្យថាលុបហើយនឹងបើកបាទពេលដែលចេញអញ្ចឹងបងប្អូនចុចពាក្យថាបើកតែម្ដងក៏បានឬមួយបងប្អូនទៅរកនៅក្នុងកម្មវិធីទូរស័ព្ទដែលបងប្អូនធ្វើការដំឡើងមកចុងក្រោយគេនេះបាទឃើញកម្មវិធី Google Translate នេះហើយភាសាខ្មែរគេដាក់ថាបកប្រែពេលនោះខ្ញុំធ្វើការសេរីកម្មវិធីមួយហ្នឹងបាទឲ្យដាក់នៅក្រៅនេះមួយបាទអញ្ចឹងនៅក្នុងក៏មានបាទក្រៅក៏មានពេលខ្ញុំដោះសោមកគឺកម្មវិធីនេះនៅមុខតែម្ដងណាបាទគឺងាយស្រួលបាទរួចហើយចុចបន្តពីលើកម្មវិធីបកប្រែឬក៏ Translate ហ្នឹងមកបាទពេលបងប្អូនចូលមកថ្មីបងប្អូនត្រូវតែមើលភាសាសិនណាបាទតើជាក់ស្ដែងបងប្អូនចង់ធ្វើការផ្លាស់ប្ដូរហ្នឹងទៅជាភាសាអីបាទដំបូងបាទជួនកាលវាចេញមកជាភាសាអីផ្សេងៗចឹងទៅហើយបងប្អូនត្រូវតែរើសយកភាសាខ្មែរមួយណាបាទអញ្ចឹងបើសិនជាអត់មានបងប្អូនធ្វើការអរមកឬក៏សរសេរណាបាទខ្មែរចឹងមកណាបាទអញ្ចឹងបងប្អូនសេខ្មែរមកបាទអត់ចេញណាបាទនេះខ្មែរនេះបានដោនឡូតរួចរាល់ហើយណាបាទអញ្ចឹងបើសិនជាអត់តាន់បាទនេះទេវាអត់តាន់ចេញគ្រាចឹងទេបងប្អូនចុចកន្លែងភាសាខ្មែរហ្នឹងមកនឹងដោនឡូតមកហើយនៅខាងនេះកន្លែងភាសាដែលជាដៃគូបងប្អូនហ្នឹងបើសិនជាបងប្អូនចង់ធ្វើការផ្លាស់ប្ដូរទៅជាភាសាអីផ្សេងបាទឧទាហរណ៍ថាចិនកូរ៉េឬក៏ជប៉ុនឬក៏ភាសាអីផ្សេងទៀតបងប្អូនចុចមកណាបាទអញ្ចឹងបើសិនជាបងប្អូនអស់រត់ទៅគឺអត់ងាយឃើញបងប្អូនសរសេរមកកន្លែងហ្នឹងណាដាក់ចិនអញ្ចឹងមកណាបាទឧទាហរណ៍បងប្អូនជួបមួយចិនបងប្អូនសរសេរចិនមកបាទនេះមានចិនបាទអក្សរពេញចិនអក្សរកាត់បាទចិនកតាំងអញ្ចឹងទៅហើយសម្រាប់ភាសាកូរ៉េអីហើយបងប្អូនសរសេរទៅបាទជាទម្រង់ភាសាខ្មែរតែគឺងាយប៉ុន្តែបើសិនជាបងប្អូនចង់អស់រមើលបាទមានភាសាជាច្រើនមានកូរ៉េមានអីចឹងណាបាទកូលីកាអញ្ចឹងណាបាទខ្មែរនេះបាទអញ្ចឹងសម្រាប់ខ្ញុំត្រូវការប្រើហ្នឹងជាទម្រង់បាទអក្សរអង់គ្លេសមួយហើយនិងខ្មែរមួយអូខេហើយនៅក្នុងកម្មវិធី Google Translate នេះបែងចែកជា3ចំណុចបាទអញ្ចឹងចំណុចទី1ជាចំណុចសរសេរបាទចំណុចទី2បាទជាការសន្ទនាបាទរវាងភាគីបាទមាន2នាក់អញ្ចឹងទៅឧទាហរណ៍បងប្អូនបានជួបបាទជាមួយជនជាតិបរទេសបាទគាត់ជាអង់គ្លេសបាទសន្ទនាមួយគាត់បាទអញ្ចឹងបងប្អូនខ្មែរហើយគាត់អង់គ្លេសអញ្ចឹងទៅការសន្ទនាគ្នាណាបាទហើយទី3ជាកន្លែងបាទកាមេរ៉ាបាទកន្លែងថតរូបភាពហ្នឹងបាទបងប្អូនឧទាហរណ៍ថាបងប្អូនមានសភៅអីមួយអញ្ចឹងបាទ
គេសរសេរមកជាអក្សរអង់គ្លេសអញ្ចឹងហើយបងប្អូនចង់ដឹងយមន័យគេសរសេរថាម៉េចបាទអញ្ចឹងបងប្អូនប្រើកម្មវិធីបាទកាមេរ៉ាហ្នឹងមកបាទអញ្ចឹងគឺងាយស្រួលណាបាទអញ្ចឹងដំបូងខ្ញុំសូមបង្ហាញបងប្អូនពីរបៀបប្រើប្រាស់កម្មវិធីហ្នឹងនៅលើកម្មវិធីទី3បាទចំណុចទី3ហ្នឹងគឺបាទកាមេរ៉ាអញ្ចឹងដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងបើសិនជាមានសភៅអីមួយបាទចេញជាទម្រង់អង់គ្លេសអញ្ចឹងបងប្អូនចង់ដឹងជាភាសាខ្មែរគេបកប្រែថាម៉េចបងប្អូនបាទចុចកន្លែងកាមេរ៉ាហ្នឹងមកណាបាទឬមួយក៏នៅលើកម្មវិធីអីផ្សេងដែលគេផ្ញើមកអក្សរវិញបងប្អូនខ្ជិលយកសរសេរបងប្អូនក៏អាចធ្វើការថតលើ screen នៅលើទូរស័ព្ទបានដែរណាអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើការដាក់ចំនិយាយបាទអញ្ចឹងបើសិនជាអត់ចាញ់បងប្អូនធ្វើការថតមកណាបាទពេលខ្លះវាចាញ់ពេលខ្លះអត់ចាញ់បាទដោយសារតែសេវាបងប្អូនបើសិនជាសេវាខ្លាំងវានឹងចាញ់ប៉ុន្តែបើអត់ចាញ់ក៏អត់អីដែរខ្ញុំធ្វើការថតមកគឺលឿនជាងណាចេញចុចកន្លែងថតហ្នឹងមកឥឡូវគេប្រងអត់បកប្រែនេះប៉ុន្តែរងចាំសេវាបន្តិចណាបាទអញ្ចឹងបើសិនជាអត់ទាន់បកប្រែទេបងប្អូនសាកចុចឆ្លាស់មើលជាភាសាអញ្ចឹងណានេះបាទបកប្រែមកហើយនេះបាទការសន្ទនាថ្មីសម្រាប់អ្នកនៅក្នុងបាទកន្លែងហ្នឹងណាបាទអញ្ចឹងបាទអង់គ្លេសបាទខ្មែរបាទនៅខាងក្រោមហ្នឹងណាបាទអញ្ចឹងឃើញងាយស្រួលបងបាទគឺងាយស្រួលមែនតើហើយមួយទៀតបើសិនជានៅក្នុងកន្លែងប្រអប់សារអីផ្សេងដែលគេផ្ញើមកជាភាសាអង់គ្លេសឧទាហរណ៍ Telegram ឬក៏ Messenger អីបងប្អូនខ្ជិលសរសេរបងប្អូនអាចធ្វើការថតបានបាទឧទាហរណ៍ដូចថាខ្ញុំចូលមកកន្លែងបាទ Gmail នេះចុះដែល YouTube ផ្ញើមកឲ្យខ្ញុំណាបាទអញ្ចឹងខ្ញុំចូលមកពឹបនេះកន្លែង YouTube នេះហើយពេលដែលគេផ្ញើមកគឺចេញជាទម្រង់អង់គ្លេសអញ្ចឹងខ្ញុំអត់ដឹងថាគេចង់និយាយពីអីទេអញ្ចឹងហើយខ្ញុំធ្វើការថតលើ screen ពឹបមួយមកដើម្បីយកឲ្យខាងបាទ Google Translate បកប្រែឲ្យបាទពេលដែលថតពឹបវាអត់ផុតទេបងប្អូនថតពីវាប៉ុស្តិ៍មកណាបាទអញ្ចឹងអត់ផុតនេះបាទនឹងកន្លែងគ្មានច្រើនទៀតអញ្ចឹងណាបាទបងប្អូនថតពីប៉ុស្តិ៍មកបាទបកប្រែមកតង់មកណាបាទឥឡូវចូលមកកម្មវិធី Google Translate បាទអញ្ចឹងដំបូងបងប្អូនចូលមកកន្លែងកាមេរ៉ាហ្នឹងមករួចហើយបងប្អូននឹងឃើញកន្លែងផ្ទុករូបភាពឬ gallery ហ្នឹងបងប្អូនចុចផ្ទុកមកឥឡូវឲ្យបងឲ្យខាង Google Translate បកប្រែមួយសិនណាបាទកន្លែងទី1ហ្នឹងនេះលើរងចាំតិចសិនទៅចាំមើលសេវាបិតាណាបាទចឹងអង់គ្លេសខ្មែរចឹងទៅនេះបងប្អូនដើរនេះបាទចឹងមិនជាភាសាអង់គ្លេសទេនេះបាទខាងក្រោមហ្នឹងណាអ្វីដែលយើងបានរកឃើញបាទយើងគិតថាខ្លឹមសាររបស់អ្នករំលោភការបាទជាស្ដីការរបស់យើងអញ្ចឹងទៅណាអញ្ចឹងបើសិនជាបងប្អូនចង់អាននៅខាងក្រោមទេបងប្អូនចុចកន្លែងរូបភាពដែលយើងថតលើ screen មិញមកបាទអញ្ចឹងធ្វើការរងចាំបន្តិចបើសិនជានៅកន្លែងណាសេវាខ្លាំងណាគាត់ដាក់ពឹបដើរតែម្ដងប៉ុន្តែដោយថានៅក្នុងបន្ទប់នេះអត់សូវមានសេវានេះបាទឃើញបកប្រែបងប្អូនបាទគឺងាយស្រួលណាបាទអញ្ចឹងនេះតម្រងដើមនេះបាទអញ្ចឹងចុចដើមមកបងប្អូននឹងឃើញអង់គ្លេសបកប្រែពឹបបាទអូខេបាទហើយមកដល់ចំណុចទី2បើសិនជាបងប្អូនចង់សន្ទនាគ្នាឧទាហរណ៍ថាបងប្អូនបានជួបជនជាតិបរទេសបាទឧទាហរណ៍បានជួបជាមួយបាទជនជាតិបរទេសអញ្ចឹងបងប្អូនចុចកន្លែងសន្ទនានេះបាទសន្ទនាពឹបរួចហើយបងប្អូនចុចពាក្យថាលក្ខណៈពេលកំពុងប្រើកម្មវិធីរួចហើយចុចយកព្រមនឹងមកណាបាទទៅចុចស្កប់សិនបាទពេលបងប្អូនចុចស្កប់បងប្អូននឹងឃើញតែមីក្រូមួយណាបាទអញ្ចឹងបើសិនជាបងប្អូនចង់បានមីក្រូ2ឧទាហរណ៍បងប្អូនចង់និយាយខ្មែរបងប្អូនចុចកន្លែងខ្មែរមកបើសិនជាអង់គ្លេសចុចកន្លែងអង់គ្លេសមកបងប្អូនចុចកន្លែងដូចជាផ្កាយនេះបងប្អូនណាបាទអញ្ចឹងចុចផ្ទុកមកនឹងឡើងក្បាលមីក្រូ2នេះបាទអញ្ចឹងឧទាហរណ៍ថាបងប្អូនចង់ឲ្យគាត់និយាយមុនបាទតែគាត់និយាយថាម៉េចអញ្ចឹងទៅណាអញ្ចឹងគាត់ដំបងពេលច្រើនគាត់សួរតុកយើងបាទគាត់ចុចមក Hello how are you សេវាខ្សោយដល់នេះបងប្អូននេះ Hello how are you អញ្ចឹងមានបាទជាសំឡេងខ្មែរបាទនិងសំឡេងអង់គ្លេសអញ្ចឹងសំឡេងអង់គ្លេសបងប្អូនចាក់មុនទៅនេះគាត់ផ្ទៀងផ្ទាត់មើលថាគាត់និយាយត្រូវអត់អញ្ចឹងណាកាលគាត់អត់មើលHello how are you គាត់អត់មើលអក្សរអញ្ចឹងណាបាទអញ្ចឹងពេលដែលបងប្អូនចុចស្ដាប់តើគាត់និយាយថាម៉េចសួស្ដីសុខសប្បាយជាទេបាទហើយដល់ពេលបងប្អូនចង់តបវិញមិនបាច់ចាញ់ទេណាបងប្អូនគ្រាន់តែចុចកន្លែងខ្មែរនេះមកនេះខាងក្បាលមីក្រូខាងក្រោមពាក្យថាខ្មែរហ្នឹងបងចុចមក
ខ្ញុំសុខសប្បាយជាទេចុះអ្នកវិញនេះបងប្អូនឃើញស្រួលអត់នេះហើយភាសាខ្មែរបងប្អូនជួយស្ដាប់ទៅព្រោះដោយសារតែខ្ញុំអត់បិទក្បាលមីក្រូបងប្អូនដល់អញ្ចឹងវានេះអញ្ចឹងសុខតាស់ថ្មីខ្ញុំសុខសប្បាយជាទេចុះអ្នកវិញបាទបងប្អូនមកភ្លេចចុច like ហ្នឹងផងបើសិនជានៅលើ work វាទៅទៀតណាបាទអញ្ចឹងបងប្អូនត្រូវតែចំណាំទាំងនឹងដែរណាបាទបើសិនជានៅលើ work មានន័យថាតម្លៃបងប្អូននិយាយហ្នឹងក៏រត់ចូលអញ្ចឹងបងប្អូនចុចស្ដាប់ទៅខ្ញុំសុខសប្បាយជាទេចុះអ្នកវិញដល់ពេលគាត់ចុចស្ដាប់ដែរមក I am fine how about you បាទហើយពេលបងប្អូនចង់សន្ទនាបន្តក៏សន្ទនាទៅបាទអញ្ចឹងចប់លើចំណុចទី2មកដល់ចំណុចទី1វិញបាទត្រឡប់មកដល់ចំណុចទី1វិញណាបាទឧទាហរណ៍ថាបងប្អូនមានគេសរសេរមកបាទនៅក្នុង Telegram អញ្ចឹងបងប្អូនអាចធ្វើការ copy មកបានណាអញ្ចឹងដូចខ្ញុំប្រាប់បងប្អូននៅក្នុង channel មុនអញ្ចឹងគឺបងប្អូនអាចសរសេរ from ទៅបានណាបាទនេះកន្លែង hello អញ្ចឹងបងប្អូនមិនចង់សរសេរបងប្អូន copy មកបាទចុចជាប់អញ្ចឹងមករួចហើយបងប្អូនចុចសញ្ញា copy នេះមកណាដើម្បីចង់ដឹងថាអក្សរអង់គ្លេសហ្នឹងគេនិយាយថាម៉េចអញ្ចឹងទៅបាទអញ្ចឹងបងប្អូនចូលមករួចហើយបងប្អូនចុចបាទបញ្ចូលអត្ថបទឬក៏សរសេរហ្នឹងបាទនេះចុចស្ដាប់មើលតើគេនិយាយថាម៉េចបងប្អូនចុចថយមកប៉ឹកមកបងប្អូនមានសលេងបាទកន្លែងហ្នឹងគឺឮសលេងដូចគ្នាប៉ុន្តែមានអត្ថប្រយោជន៍ត្រង់ថាបើសិនជាបងប្អូនសរសេរហើយបងប្អូនចង់ copy ឲ្យអ្នកផ្សេងក៏បាននេះ copy ផ្លឹបចឹងមកបាទហើយស្ដាប់គាត់និយាយនេះ Hello how are you ភាសាខ្មែរតើអ្នកសុខសប្បាយជាទេអញ្ចឹងបងប្អូនសរសេរទៅគាត់វិញទៅនេះអញ្ចឹងរបៀបសរសេរណាបាទនិយាយតែម្ដងទៅបើសិនជាសរសេរទៅណាបាទខ្ញុំសុខសប្បាយជាទេចុះអ្នកវិញបាទបើសិនជាអត់ចេញបងប្អូនចុចឆ្លាស់នេះអញ្ចឹងមានន័យថាវាចេញកំពុងតែចេញខ្មែរបាទខ្មែរទៀតណាអញ្ចឹងបងចុចឆ្លាស់មកនេះបាទឆ្លើយបកប្រែទៅជាអង់គ្លេសមួយខ្មែរមួយនេះខ្ញុំប៉ុណ្ណាបាទខ្ញុំសុខសប្បាយជាទេចុះអ្នកវិញហើយបើសិនជាបងចង់សួរគាត់ទៅក្នុងកម្មវិធី Telegram បាញ់មិញនេះនៅក្នុងហ្នឹងណាគេសួរយើងថា Hello how are you អញ្ចឹងសុខសប្បាយជាទេអញ្ចឹងបងអូនសរសេរតបទៅគាត់វិញទៅបាទសរសេរត្រង់ហ្នឹងហើយបងចុច copy មកគឺលឿនណាបាទ copy ផ្លាប់សញ្ញាហ្នឹងរួចហើយបងចុចកន្លែងផាសទាំងនេះមកនេះឬក៏ស្កប់មកនេះចុចតែបិទភ្ជាប់ហ្នឹងមកគឺទៅតែម្ដងអញ្ចឹងបងប្អូនអាចឆាតទៅរកគ្នាទៅវិញទៅមកបានណាបាទអញ្ចឹងគឺងាយស្រួលបាទហើយមានប្រយោជន៍ច្រើនមែនទែនចំពោះកម្មវិធីនេះបាទអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងយល់ទាំង3ចំណុចហ្នឹងណាបាទរបៀបប្រើចំណុចទី1ចំណុចទី2ចំណុចទី3បាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមិនគិតបងប្អូនតែក៏សូមជូនពរជូនជ័យដល់បងប្អូនរកទូទីមានបានហើយបើសិនជារាល់ការនិយាយស្អីរបស់ខ្ញុំមានលើសលួសខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរគុណកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទបាយ